បាទជំរាបសួរពុកម៉ែបងប្អូននិងអ្នកមកបងត្រីទៀតណានៅកន្លែងបងត្រីទឹកហូរវាចេះមកពេលយើងភ្លៀងខ្លាំងវាហូរមកចូលមកចឹងហើយមិនដឹងថាមានត្រីអត់ទេក៏លោកនេះតូចដែរទេមិនដឹងថាមានអត់ហើយសុខទុក្ខយ៉ាងណាដែររយៈនេះពុកម៉ែបងប្អូនទាំងអស់គ្នានៅខាងខ្ញុំនៅភ្លៀងជាប់គ្នា2ថ្ងៃនេះសិតទៅព្រៃទេព្រៃស្បូវហើយចាំមើលថាលទ្ធផលមិនដឹងថាបងបានអត់ទេនេះឃើញពពុះព្រួយបែបជាត្រីនេះពពុះហ្នឹងណាពុកម៉ែបងប្អូនចាំរីករាយតាមដានទស្សនាទាំងអស់គ្នាថាចាំមើលបានឬក៏មិនបានបាទពុកម៉ែបងប្អូននេះសំណាញ់ដំបងបាទអូរៀលធំល្អស្បូកចុះសុទ្ធតែចុះមកនេះអូយអែមពុកម៉ែបងប្អូនណានឹងនេះសំណាញ់ដំបងចូលកន្លះគីឡូទៅមកសំណាញ់សុទ្ធតែចុះនឹងពុកម៉ែបងប្អូនចាំមើលរីករាយតាមដានទស្សនាសំណាញ់តទៀតថាចាំមើលបានប្រហែលប៉ុណ្ណឹងទៀតអត់ហ្នឹងក៏លោកតូចទេតែអែមណាពុកម៉ែបងប្អូនលើបងសំណាញ់ទៀតខ្សែសំណាញ់ទុកឲ្យវាធ្លាក់តិចនេះយើងមកស្ដាប់ត្រីឡើងពុកម៉ែបងប្អូនឡើងដល់ហើយលេងឡើងសូប្រែតណានេះបងប្អូនត្រីដល់ណាទុកវាហូរទៅនោះនេះមកបងប្អូនមកឡើងកញ្ចក់ឃើញបងប្អូនឡើងនឹងជ្រឿមទឹកមកបងប្អូនឃើញនោះនេះហើយនៅនេះទៀតនេះនោះវាផ្អើលខ្ញុំបងដល់ពេលខ្ញុំបងទៅវាផ្អើលឡើងចុះមកអស់លីងពុកម៉ែបងប្អូនផុតអស់ហើយមានដៃយកដាក់នឹងបានមកទេនេះឥឡូវយើងមកធ្វើការលើកសំណាញ់យើងអូសំណាញ់ឡើងបងបានសំណាញ់ទៀតនេះទឹកវាហូរទៅចែកដល់ពេលអញ្ចឹងទៅវាហូរត្រីឡើងទៅតាមហ្នឹងដូចរៀមដៃមកមើលសុទ្ធតែចុះឥឡូវធ្វើការលើកសំណាញ់សិនអត់ទៅចូលបងប្អូនអើយចាប់បាត់បានតែ2ធំធៀលបានតែ2ចាប់បាត់ហើយអូត្រីពណ៌ផ្អើលទៅពេលចឹងលន់វាឡើងលន់ព្រុតប្រែបនឹងទឹកមកនោះសឡនស្នូចាប់មកនេះបើសិនជាយើងមានគ្នាយើងអស់ដូចមុងអញ្ចឹងអស់ហើយយើងគ្របទម្លាក់ទុកចោលហើយដល់ពេលអត់គ្នាអញ្ចឹងចប់បាទនេះបងប្អូនសំណាញ់តទៀតនេះបាទថៃដៃមួយនេះថៃដៃមួយធីរៀលមួយត្រីរៀលមួយទៀតរៀងស្ងាត់ហើយដោយសារតែវាផ្អើលយើងដល់ពេលផ្អើលអញ្ចឹងវាបោលចូលក្នុងត្រាប់វាឡើងទៅចូលត្រាប់អស់លីងបើយើងអង្គុយចាំបងមួយអាចជាបាននេះជាសមិទ្ធផលបាទហើយជា1គីឡូហើយមានរៀនមានកញ្ចក់បើសិនជាយើងអង្គុយចាំបងមួយអាចជាបានដោយសារតែត្រីវាផ្អើលដល់ពេលលែងផ្អើលហ្នឹងវារត់ចូលក្នុងកលុកជ្រៅវិញហើយបញ្ជាក់ពុកម៉ែបងប្អូននៅកលុកនេះគេជីចោលទេកលុកនេះជីយូរហើយតាំងពីបរមរានៅកលុកនេះហើយពេលអញ្ចឹងទៅវាភ្លៀងមកវាហូរពីភ្នំហូរពីអូយមកអញ្ចឹងមកត្រីមកតាមទឹកតែនេះខ្ញុំមកលេងក្រោយគេដែរទេគេលេងឡើងទុកអស់ហើយនឹងក៏យកអស់ប្រហែលគីឡូទេដោយសារតែខ្ញុំអាយ៉ានឹងជាប់រវល់ធ្វើ
ការចឹងទៅអត់សូវមានពេលមកបងទេហើយអាចជាចាញ់ពីកលុកនឹងហើយអាចជាទៅកន្លែងផ្សេងទៀតទៅខាងនោះម្ដងមានតែងថៃដែរតែថៃនេះវាគេឆក់ដែរទេបាទគេឆក់ឡើងពីខ្នងគ្នាហើយមានត្រីងាប់ច្រើនឃើញតែតាមទឹកវាគេឆក់យប់ហើយបើសិនជាមានភ្លៀងធ្លាក់ជន់ចូលទៀតទឹកត្រីកាន់តែច្រើនទៀតតែយើងរកស៊ីមិនទាន់គេទេបងប្អូនដោយសារពេលខ្លះគេឆក់បើសិនជារកស៊ីត្រឹមបងសណាញ់មកដាក់ម៉ងវិញថៃមិនមែនតិចទេថាមហូបតែណាស់តែឆក់ទៅវាដាច់ពូតអត់មានពងទេត្រីនេះវាជំរុះពងចោលអស់ហើយបាទពុកម៉ែបងប្អូនឥឡូវយើងធ្វើការដូរកន្លែងម្ដងទៅកន្លែងផ្សេងទៀតស្មៅភីវខ្ចីល្អធួនយើងធ្វើការទៅកន្លែងមួយទៀតព្រោះថ្ងៃនេះជាថ្ងៃចុងសប្តាហ៍អញ្ចឹងតែនេះបានតែមួយថ្ងៃហ្នឹងទេតែនេះអញ្ចឹងយើងមានរមហូបណាបងប្អូនចាំរីករាយតាមដានទស្សនានៅកន្លែងថ្មីទៀតណាជាមើលថាកន្លែងថ្មីវាបានទៀតអត់បាទពុកម៉ែបងប្អូនលើមកកន្លែងថ្មីក៏អត់ដែរសាក់បងពី3សណាញតែបានថតតែអត់មានដៃបងយកអស់តែស្នាមគេបងឥឡូវសម្រាប់ថាទៅផ្ទះវិញហ៎បានប្រហែលជា1គីឡូរៀលត្រីរៀលប៉ុណ្ណេះនឹងសម្រាប់ថាទៅផ្ទះវិញហ៎ចាំមើលហើយថ្ងៃអាចនឹងទៅបងកន្លែងនោះតែស្មាននេះហើយយើងទៅផ្ទះសិនយកត្រីឲ្យអ្នកផ្ទះធ្វើខ្លាចវាស្អុយអាចមកបោះហើយខ្ញុំអត់បានយកអីមកដាក់ប៉ោតហើយដាក់ស្នាញ់ពីលើអាចទៅនោះទៅខាងនោះវិញទៅខាងនោះមានស្រះមួយខាងនោះជាប់ក្រុមហ៊ុនគេជីកធ្វើជាការគេជីកដាំដលងដាំអីពីមុនខាងក្រុមហ៊ុនទៅពេលចឹងទៅវានៅអាដីវានៅដៅហ្នឹងត្រីវាហូរចូលជាមួយទៅមើលខាងនោះទៀតតែប្រហែលជាថ្ងៃតែមិនដឹងថាទៅលេងក្រោយគេទៀតមិនដឹងទេព្រោះយើងរវល់ធ្វើកាយអ្នកនឹងភូមិគេតនេអញ្ចឹងគេចេះដើរបោះ